ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃទី17ខែធ្នូឆ្នាំ2025ថាប្រទេសថៃបានបន្តសកម្មភាពយោធារបស់ខ្លួនរំលោភដែនអធិបតេយ្យកម្ពុជាដោយប្រើប្រព័ន្ធរ៉ុកែត DTI-2 ខណៈដែលកងកម្លាំងកម្ពុជានៅតស៊ូប្រយុទ្ធយ៉ាងស្វាហាប់ឈរជើងយ៉ាងរឹងមាំ DTI-2 ជាប្រព័ន្ធបាញ់គ្រាប់រ៉ុកែត122មីលីម៉ែត្រផលិតដោយវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិរបស់ប្រទេសថៃយោងតាម Army Recognition DTI-2 អាចបាញ់រ៉ុកែតក្នុងរយៈចម្ងាយលើសពី10គីឡូម៉ែត្រឬក៏ឆ្ងាយជាងនេះទៅតាមប្រភេទក៏ប៉ុន្តែអាជ្ញាធរថៃមិនទាន់បានទិញផ្សាយជាសាធារណៈនៅលក្ខណៈបច្ចេកទេសលម្អិតពីប្រព័ន្ធនេះទេក្រៅពី DTI-2 ក្រសួងការពារជាតិកម្ពុជាឲ្យដឹងទៀតថាយោធាថៃក៏បានបញ្ជូនកងកម្លាំងពិសេសចូលទៅក្នុងសមរភូមិផងដែរលោកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថាបើទោះបីជាមានការវាយប្រហារយ៉ាងណាក៏ដោយកងកម្លាំងកម្ពុជាបន្តតតាំងយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិទាំងអស់លោកស្រីបញ្ជាក់ទៀតថាបងលាបលេអីអត់សលាបលេអត់ផ្លែសាក់លេដោះគោខ្ញុំបានហើយបើស្បែកមុខវិញប្រើផលិតផលអស់ជំរឿហើយប្រើអីមកស្អាតប្រើអីអត់បាត់ជាប់ប្រើអីអត់បាត់ស្នាមបងប្អូនអាចសាក់លេលាបមុខខ្ញុំបានមួយខ្លងតែ$5ទេលេលាបខ្លួនមួយខ្លង$10មាន promotion ថែម scrap ជូនមួយតែបើបងប្អូនទិញលេហងទិញលេលាបមុខផងមាន promotion free ដឹក